ចិញ្ចៀននេះធ្វើអំពីត្បូងកន្ទឹមដែលមានទំហំ10មីលីម៉ែត្រឬ10លីហើយបើគិតជាទម្ងន់វាមានចន្លោះពី 4.5 ក្រាតទៅ 5 ក្រាតជាងទីទួចអាស្រ័យទៅនឹងថាជម្រៅរបស់ត្បូងកន្ទឹមនេះអ្វីត្បិតតែវាជាធម្មជាតិក៏ប៉ុន្តែវាជាធម្មជាតិដែលត្រូវបានព្យាបាលហើយភាសាអង់គ្លេសថាជា treated natural ruby ទំហំកន្ទឹមនេះបើសិនណាជាវាជា untreated natural ruby វិញមានន័យថាមិនកន្ទឹមព្យាបាលវិញគឺវាមានតម្លៃថ្លៃណាស់ព្រោះវាជាកន្ទឹមដែលមានពណ៌ឈាមជ្រាបហើយវាមានទំហំធំដូច្នេះវា rare ហើយតម្លៃរបស់វាអាចចន្លោះពី$5,000រហូតដល់200,000ជាងអាស្រ័យទៅនឹងពណ៌អាស្រ័យទៅនឹងពន្លឺឬចរណៃរបស់វានៅក្នុងត្បូងជាពិសេសពណ៌ឈាមព្រាបដែលជាមានភាគច្រើននៅក្នុងប្រទេសភូមាគឺជាកន្ទឹមដែលថ្លៃជាងគេបំផុតនៅក្នុងពិភពលោក Untreated គឺជាកន្ទឹមដែលបានន័យថាមិនព្យាបាលហើយកន្ទឹមព្យាបាលដែលថា treated natural ruby គឺគេព្យាបាលដោយសារតែត្បូងនោះវាមិនល្អវាមានប្រហោងវាមានបែកវាមានប្រេះវាមានស្រាំវាមានខ្មៅហើយវាអត់ពន្លឺដូច្នេះគេអាចព្យាបាលវាតាមវិធីសាស្ត្រ3យ៉ាងគឺគេអាចដុតកម្ដៅវារហូតដល់ 1800 អង្សាដើម្បីវាមានពន្លឺឡើងមកវិញឬមួយគេព្យាបាលវាតាមរយៈ chemical flux ដូចជាការបង្ហូរ borax ឬកម្ដៅ borax ហើយទី3គឺគេបង្ហូរកញ្ចក់ហើយចូលជាមួយនឹងត្បូងដូច្នេះវិធីទាំង3នេះជាការព្យាបាលត្បូងកន្ទឹមហើយដែលធ្វើកន្ទឹមដែលព្យាបាលវាមានតម្លៃថោកហើយនៅលើទីផ្សារមិនថាផ្សារអន្តរជាតិអីទេដែលគេដាក់តែធម្មជាតិហើយមានតម្លៃថ្លៃនោះគឺវាជាសុទ្ធតែជា treat natural ruby ហើយកន្ទឹមនេះបានន័យថាវាមានកម្រិតរឹងហើយនឹងមានឆ្លងកាត់